សូមជូនរឿងបងថ្លៃនិងប្អូនថ្លៃមានសុភាសិតខ្មែរថាពុតគ្រូកន្ត្រាបច្បាប់គ្រូឲ្យយកមានមនុស្សពីរនាក់ជាបងថ្លៃប្អូនថ្លៃនឹងគ្នាបងថ្លៃជាអ្នកក្រប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិថ្ងៃមួយឪពុកក្មេកមានកិច្ចរវល់ត្រូវប្រាប់បងប្អូនកូនចៅឲ្យទៅស៊ីផឹកនៅផ្ទះគាត់ប្អូនថ្លៃនោះបានមកជួបនឹងបងបបួលទៅស៊ីឯផ្ទះឪក្មេកបងថ្លៃនិយាយប្រាប់តាមត្រង់ថាមិនហ៊ានទៅស៊ីទេព្រោះខ្លួនជាអ្នកក្រមិនធ្លាប់ស៊ីម្ហូបចំណីល្អក្រែងមិនត្រូវបែបបន់ខ្មាស់គេប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបងក៏ប្រាប់ទៅវិញថាមិនអីទេទៅពីរអ្នកចោះបើមិនដឹងឲ្យតែធ្វើតាមខ្ញុំស៊ីអីស៊ីនឹងទៅមិនក្រប៉ុន្មានទេបងទៅជាមួយនឹងខ្ញុំចោះបងក៏ព្រមទៅលុះទៅបរិភោគនៅទីនោះបបួលគ្នាស៊ីបាយតាមធម្មតាទៅដល់គេលើកសម្លខ្ចៅមកប្អូនក៏យកចង្កឹះចាប់មួយមកពំរួចជញ្ជក់អស់ខ្ជាក់សម្បកខ្ចៅនោះដាក់ទៅនឹងកន្លែងហើយគេចោលសម្បកនោះទៅឯបងនោះមិនដឹងដោយមិនឃើញគេធ្វើដូច្នោះក៏ខំជញ្ជក់ហើយខំទំពាសម្បកនោះទាល់តែល្អិតខំលេបទៅប្អូនឃើញដូច្នោះក៏លែងស៊ីខ្ចៅនោះទៅចាប់យកឯអំពៅដែលគេឡើងទុកនៅចាននោះមកស៊ីរួចហើយយកកន្សែងខ្ចប់ដាក់ហើយចោលទៅទៀតបងឃើញគេស៊ីអំពៅក៏យកអំពៅនោះមកស៊ីនឹងគេទៀតខំទំពីអំពៅទាល់តែល្អិតកាលេបទៅទៀតប្អូនលែងស៊ីអំពៅវាទៅស៊ីសម្លមីសួរទៀតទើបតែនឹងពំចូលក្នុងមាន់នឹកឃើញបងស៊ីអំពៅទាំងកាកនោះហើយក៏អស់សំណោចទប់មិនឈ្នះក៏ចេញសំឡេងមកខឹសដោយហេតុខ្យល់ទប់ខឹសនោះមីសួរវាស្ទុះឡើងចូលទៅឯរន្ធច្រមុះទាំងពីរចេញមីសួរនោះមកខាងក្រៅដោយអំណាចខ្យល់បងថ្លៃឃើញដូច្នោះក៏ចោលចង្កឹះទៅក្នុងថាទេលែងស៊ីហើយស៊ីឯទៀតធ្វើតាមសូម្បីខ្ចៅនឹងអំពៅទាំងសម្បកទាំងកាកគោស៊ីបានទាំងអស់ដល់មីសួរខ្លួននឹងច្រមុះដូច្នេះធ្វើតាមមិនបានទេប្អូនឯងស៊ីតែឯងចោះបងលែងស៊ីហើយស៊ីទៅទៀតមិនកើតទេតើដំណើររឿងនេះសមនឹងពាក្យសុភាសិតខ្មែរថាពុតគ្រូកំត្រាបច្បាប់គ្រូឲ្យយកដែរឬទេសុភាសិតខ្មែរថាឈើបៀមទឹកឆាប់ពុកមនុស្សបៀមទុកឆាប់ស្លាប់ឈើវាយធ្វើកង់ឈើត្រង់ធ្វើទូកឈើធ្ងន់យកដំរីទៅបន់ដល់ជំងឺស្រន់យកពងមាន់ទៅថ្វាយឈើជើងធាន់ឈើមាត់ស្គមឈើពុកកំដាក់គូតអង្គុយឈើកោងវល់ពាត់មនុស្សខ្ចាត់ប្រត់កុំយកខ្លួនបៀតឈ្នះអ្នកខ្ពស់ដោយបន្ទន់ប្រានឈ្នះអ្នកក្លាហានដោយទំលាយឈ្នះអ្នកខ្សោយដោយសម្លបាយឈ្នះអ្នកស្មើកាយដោយការព្យាយាមឈ្មោះខ្លួនឯងបែបណាខំធ្វើការឲ្យដូចឈ្មោះឆ្លោះនឹងស្រីនាំឲ្យហិនក្តីនឹងចិននាំឲ្យថោកឆ្លោះនឹងបរទេះកុំធ្វេសគំនិតសូម